ក្នុងរយៈពេល78ទសវត្សរ៍កន្លងមកនេះពិភពលោកបានស្គាល់ជប៉ុនត្រឹមតែជាយៈសេដ្ឋកិច្ចដែលគ្មានចង្កូតប៉ុណ្ណោះប៉ុន្តែនៅពេលនេះក្រោមការដឹកនាំរបស់ស្ត្រីខ្លាំងលោកស្រីសាណាយតាកាអ៊ីឈីជប៉ុនកំពុងធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំងចំពោះភូមិសាស្ត្រនយោបាយសកលដោយពួកគេបានបោះជំហានដើរចេញពីស្រមោលនៃសន្តិភាពនិយមដើម្បីឆ្ពោះទៅរកតំណែងជាមហាអំណាចយោធាដ៏រឹងមាំបំផុតមួយនៅក្នុងតំបន់ Indo-Pacific ក្រោយការចោះចាញ់ក្នុងសង្គ្រាមលោកលើកទី2នាឆ្នាំ1945ជប៉ុនត្រូវបានបង្ខំឲ្យរំសាយចោលកងទ័ពទាំងស្រុងរដ្ឋធម្មនុញ្ញដែលតាក់តែងដោយសហរដ្ឋអាមេរិកជាពិសេសនៅក្នុងមាត្រាទី9បានចែងយ៉ាងច្បាស់ថាជប៉ុនត្រូវតែបោះបង់សិទ្ធិក្នុងការធ្វើសង្គ្រាមនិងមិនអនុញ្ញាតឲ្យមានកងទ័ពសម្រាប់វាយប្រហារឡើយចាប់តាំងតែពីពេលនោះមកសន្តិសុខរបស់ជប៉ុនត្រូវពឹងផ្អែកទាំងស្រុងទៅលើកម្លាំងស្វ័យការពារដែលត្រូវបានបង្កើតឡើងនៅក្នុងរូបភាពជាខែការពារខ្លួនតែប៉ុណ្ណោះហេតុអ្វីបានជាជប៉ុនត្រូវសម្រួចចង្កូមឡើងវិញនៅក្នុងពេលនេះនៅប៉ុន្មានឆ្នាំចុងក្រោយនេះបរិបទសន្តិសុខនៅក្នុងតំបន់អាស៊ីមានការផ្លាស់ប្ដូរយ៉ាងខ្លាំងការពង្រីកសាច់ដុំយោធារបស់ប្រទេសចិននៅសមុទ្រចិនខាងកើតនិងការគំរាមកំហែងដល់កោះតៃវ៉ាន់បានធ្វើឲ្យជប៉ុនយល់ឃើញថាសន្តិសុខជាតិរបស់ខ្លួនកំពុងស្ថិតនៅក្នុងហានិភ័យកម្រិតខ្ពស់បន្ថែមលើសពីនេះការសាកល្បងអាវុធនុយក្លេអ៊ែរនិងមីស៊ីលដែលហោះរំលងពីលើទឹកដីជប៉ុនពីសំណាក់ប្រទេសកូរ៉េខាងជើងបានក្លាយទៅជាការដាស់តឿនឲ្យទីក្រុងតូក្យូត្រូវតែមានប្រព័ន្ធការពារនិងមានសមត្ថភាពវាយបកដែលរឹងមាំជាងមុនលោកស្រីសាណាយតាកាអ៊ីឈីដែលទើបតែឡើងកាន់តំណែងបានប្រហែល4ខែបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលតាមរយៈការប្រើប្រាស់ពាក្យសម្ដីធ្ងន់ធ្ងរនិងអង្អាចបំផុតអំពីបញ្ហាសន្តិសុខកោះតៃវ៉ាន់ដែលបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ទីក្រុងប៉េកាំងអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺស្ត្រីខ្លាំងរូបនេះបានសម្រេចចិត្តរំលាយសភាដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតជាតិឡើងវិញជាលទ្ធផលគណៈបករបស់លោកស្រីបានឈ្នះឆ្នោតយ៉ាងភ្លុកទឹកភ្លុកដីដោយទទួលបានសម្លេងលើសពី2/3នៃកៅអីរដ្ឋសភានេះគឺជាជ័យជំនះជាប្រវត្តិសាស្ត្រដែលបើកផ្លូវឲ្យរដ្ឋាភិបាលថ្មីអាចស្នើសុំកែប្រែរដ្ឋធម្មនុញ្ញបានដែលជាកូនសោដ៏សំខាន់អនុញ្ញាតឲ្យជប៉ុនត្រឡប់ទៅជាយៈយោធាដ៏មានឥទ្ធិពលបំផុតនៅអាស៊ីម្ដងទៀតខាងក្រោមនេះគឺជាអាវុធនិងយុទ្ធសាស្ត្រដែលជប៉ុនមានក្នុងដៃសម្រាប់ផ្លាស់ប្ដូរតុល្យភាពអំណាចនៅក្នុងតំបន់ជប៉ុនមិនត្រឹមតែបង្កើនចំនួនទាហានប៉ុណ្ណោះទេប៉ុន្តែពួកគេថែមទាំងប្រើប្រាស់ឧត្តមភាពបច្ចេកវិទ្យាដើម្បីបង្កើតអាវុធដែលពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងជប៉ុនបានកែច្នៃនាវាដឹកឧទ្ធម្ភាគចក្រអ៊ីស៊ូមូឲ្យទៅជានាវាផ្ទុកយន្តហោះខ្នាតតូចដែលអាចប្រតិបត្តិការចុះចតយន្តហោះបំបាំងកាយ S-35B យ៉ាងរលូននេះគឺជាការវិលត្រឡប់នៃនាវាផ្ទុកយន្តហោះជាលើកដំបូងរបស់ខ្លួនចាប់តាំងតែពីសង្គ្រាមលើកទី2បច្ចេកវិទ្យាមីស៊ីលនិងកាំភ្លើងម៉ាញ៉េទិកជប៉ុនកំពុងអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសម្លេងដែលអាចគេចចេញពីប្រព័ន្ធរ៉ាដាការពារនិងមានអានុភាពវាយប្រហារចំគោលដៅនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រយ៉ាងសុក្រឹតអ្វីដែលអស្ចារ្យបំផុតនោះពួកគេបានធ្វើតេស្តកាំភ្លើងម៉ាញ៉េទិកនៅលើសមុទ្របានយ៉ាងជោគជ័យដែលអាវុធនេះប្រើប្រាស់កម្លាំងម៉ាញ៉េទិកបាញ់គ្រាប់នៅក្នុងល្បឿនលឿនបំផុតដែលគ្មានប្រព័ន្ធការពារណាអាចទប់ទល់បានឡើយនៅក្នុងពេលបច្ចុប្បន្ននេះក្រៅពីយន្តហោះចម្បាំងដ៏ទំនើបដូចជា S2 និង S35 ជប៉ុនបានកំពុងបដូរយុទ្ធសាស្ត្រពីការទិញពីសហរដ្ឋអាមេរិកមកជាការសហការផលិតដោយផ្ទាល់ជាមួយនឹងប្រទេសអង់គ្លេសនិងអ៊ីតាលីដើម្បីបង្កើតយន្តហោះចម្បាំងជំនាន់ទី6ផ្ទាល់ខ្លួនដោយគេរំពឹងថាយន្តហោះចម្បាំងជំនាន់ថ្មីនោះនឹងមានបំពាក់បញ្ញាសិប្បនិម្មិតដែលអាចបញ្ជាហ្វូងដ្រូនឲ្យចូលទៅវាយប្រហារជំនួសវាបានអ្នកលេងសាមរ៉ៃមួយនេះក៏កំពុងតែវិនិយោគយ៉ាងខ្លាំងក្លាបំផុតទៅលើកងទ័ពអវកាសដើម្បីការពារប្រព័ន្ធទំនាក់ទំនងនិងទប់ទល់ពីការវាយប្រហារតាមអ៊ីនធឺណិតដែលជាសមរភូមិថ្មីនៃសតវត្សទី21នេះការកើនឡើងនៃអំណាចយោធាជប៉ុននឹងផ្លាស់ប្ដូរមុខមាត់ទ្វីបអាស៊ីទាំងស្រុងកងទ័ពជប៉ុនដ៏រឹងមាំនឹងក្លាយទៅជាកម្លាំងតុល្យភាពដ៏សំខាន់ដែលរារាំងមិនឲ្យមានសង្គ្រាមទ្រង់ទ្រាយធំកើតមានឡើងជប៉ុននៅក្នុងសម័យកាលថ្មីមិនមែនជាប្រទេសដែលខ្លាចរអាក្នុងការប្រើប្រាស់កម្លាំងយោធានោះទេប៉ុន្តែពួកគេប្រើប្រាស់វាដោយប្រុងប្រយ័ត្នជាទីបំផុតតាមរយៈការរួមបញ្ចូលគ្នានៅស្មារតីអ្នកប្រយុទ្ធសាមរ៉ៃជាមួយនឹងបច្ចេកវិទ្យា AI ដ៏កំពូលជប៉ុនកំពុងប្រាប់ពិភពលោកថាពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីការពារសន្តិភាពតាមរយៈភាពខ្លាំង
ពិភពលោកនឹងលែងឃើញជប៉ុនត្រឹមតែជាអ្នកផលិតរថយន្តឬគ្រឿងអេឡិចត្រូនិកទៀតហើយប៉ុន្តែគេនឹងមើលឃើញជប៉ុនជាមហាអំណាចយោធាបច្ចេកវិទ្យាដែលមិនអាចរំលងបានតើបងប្អូនយល់យ៉ាងណាដែរសម្រាប់មហិច្ឆតារបស់ប្រទេសជប៉ុនតើពួកគេអាចត្រឡប់មកគ្រប់គ្រងទ្វីបអាស៊ីដូចមុនដែរឬយ៉ាងណាសូមផ្ដល់មតិយោបល់របស់លោកអ្នកតាមរយៈការ comment នៅខាងក្រោមវីដេអូនេះសូមអរគុណសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូនេះសូមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីនៅពេលបន្តសូមអរគុណ